សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel MD សម្រាប់រឿងថ្ងៃនេះដែរ Admin នឹងយករឿងមួយមកសង្ខេបឲ្យអ្នកទាំងអស់គ្នាបានស្ដាប់និងបានទស្សនាហើយរឿងនេះមានចំណងជើងថា Yakuza Princess រឿងនេះដែរនិយាយអំពីក្មេងស្រីម្នាក់ដែលជាកូនស្រីរបស់មេក្រុម Yakuza គ្រួសាររបស់នាងត្រូវបានសម្លាប់ទាំងអស់រួមទាំងឪពុករបស់នាងផងដែរហើយនៅរស់រៀនតែនាងម្នាក់គត់អ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាស្គាល់ក្រុម Yakuza ហើយគឺជាអ្នកលេងកាប់ចាក់នៅឯប្រទេសជប៉ុនហើយនៅពេលដែលនាងធំឡើងគឺមិនបានស្គាល់អត្តសញ្ញាណរបស់ខ្លួនឯងទេព្រោះកាលពីគេសម្លាប់គ្រួសាររបស់នាងទាំងអស់ហ្នឹងគឺនាងនៅក្មេងពេកហើយនៅពេលដែលនាងធំឡើងហ្នឹងក៏មានគេតាមសម្លាប់នាងទៀតព្រោះថាគេដឹងថានាងនឹងជាកូនរបស់មេក្រុម Yakuza នៅកាលនោះហើយនាងនឹងក៏បានហាត់ក្បាច់ Kendo ដែលជាក្បាច់ដាវរបស់ជប៉ុនជាមួយនឹងបុរសម្នាក់ដែលបានជួយនាងកាលពីនាងនៅតូចហើយថែមទាំងបានជួបនឹងសត្រូវដែលបានសម្លាប់គ្រួសាររបស់នាងអញ្ចឹងកុំឲ្យខាតពេលយូរចូលសាច់រឿងពេញរបស់យើងតែម្ដងសាច់រឿងបង្ហាញនៅក្នុងសមាគមជប៉ុននៅឯ Sao Paulo ក្នុងប្រទេសប្រេស៊ីលដែលបានឃើញនារីម្នាក់កំពុងតែដើរគឺជាតួឯកស្រីរបស់យើងនាងមានឈ្មោះថា Agami នាងជាជនជាតិជប៉ុនហើយបានរស់នៅក្នុងសមាគមជប៉ុននៅឯទីក្រុង Sao Paulo ក្នុងប្រទេសប្រេស៊ីលហើយនាងក៏មានមិត្តភក្តិម្នាក់ដែលជាជនជាតិប្រេស៊ីលនៅទីនោះដែរថ្ងៃមួយអ្នកទាំងពីរក៏បានចូលកម្សាន្តនៅក្នុងក្លឹបពេលដែលកំពុងសប្បាយសុខៗនោះក៏មានក្រុមបរិសុទ្ធមួយក្រុមនោះបានមកកោទៅលើអ្នកទាំងពីរក្នុងក្រុមនោះក៏មានបរិសុទ្ធម្នាក់ពាក់អាវលឿងនោះក៏បានចេញមកធ្វើកាយវិការឆ្លើយនិងនិយាយពាក្យមិនសមរម្យទៅលើ Agami រឿងនឹង Agami នាងទ្រាំមិនបាននោះក៏ប្រើក្បាច់ញវត្តកតុយដាក់ទៅលើបរិសុទ្ធពាក់អាវលឿងនោះបែកជាផ្ចាយគ្នារបស់បរិសុទ្ធពាក់អាវលឿងនោះឃើញអញ្ចឹងនោះក៏ស្ទុះចូលមកជួយ Agami នឹងទុកដងកើបុកយានឹងដូចជាដាវយងគវីវាយឲ្យទាំងអស់គ្នានោះហើយចំណែកមិត្តភក្តិរបស់ Agami នឹងក៏បានកាន់ដបឆ្លៀតដាក់ក្បាលទៅលើបរិសុទ្ធពាក់អាវលឿងនោះបានមកដបដែរ Agami ឃើញអញ្ចឹងនោះក៏បានថែមម្ដងកើទៀតទៅទាំងសងខាងនោះបំរុងនឹងវាយគ្នាតទៀតក៏ស្រាប់តែមានបរិសុទ្ធម្នាក់នឹងកាន់កាភ្លើងមកខាត់ហើយការវាយគ្នានៅក្នុងក្លឹបនោះក៏បានបញ្ចប់ត្រឹមហ្នឹងហើយចំណែកបរិសុទ្ធពាក់អាវលឿងរួមជាមួយនឹងគ្នារបស់គេនឹងមើលទៅមិនលើកលែងឲ្យ Agami ទេសាច់រឿងរបស់យើងនឹងក៏បានកាត់មកដល់ប្រទេសជប៉ុននៅឯ Osaka ដោយយើងបានឃើញនារីម្នាក់នឹងកំពុងតែដេកជក់បរិយនឹងទនុយស៊ីវិលយ៉ាងសង្ហានៅលើគ្រែហើយយើងនឹងក៏បានឃើញបរិសុទ្ធម្នាក់ទៀតដែលសាក់ពេញខ្លួនគាត់នឹងក៏នៅក្នុងក្រុម Yakuza ម្នាក់ដែរហើយគាត់នឹងក៏មានឈ្មោះថា Takashi បន្ទាប់ពីលោក Takashi នឹងបានហាត់លើប្រាណរួចហើយនឹងក៏ស្រាប់តែមានកូនចៅរបស់គាត់ម្នាក់ខលប្រាប់គាត់ថាចាប់បានមនុស្សម្នាក់ដែលដឹងអំពីរឿងរ៉ាវរបស់ Agami មិនចាំយូរនឹងគាត់ក៏បានស្លៀកពាក់កៅអៅហើយក៏បានចេញទៅនៅពេលដែលគាត់ទៅដល់នឹងបរិសុទ្ធម្នាក់នឹងក៏បានប្រាប់អំពីរឿងរ៉ាវរបស់ Agami ដោយ Agami នឹងគឺជាកូនស្រីរបស់មេ Yakuza ដែលមិនទាន់ស្លាប់នោះទេហេតុនេះហើយទើបធ្វើឲ្យក្រុម Yakuza របស់ពួកគេនឹងមិនទាន់មានមេពេញលេញហើយថែមទាំងមិនអាចរើសមេ Yakuza ថ្មីបាននោះទេចំណែកឯ Agami នាងគឺជាមេពាក់កណ្ដាលនៃក្រុម Yakuza នោះឯងហើយ Agami នាងមិនបានរស់នៅក្នុងប្រទេសជប៉ុននោះទេគឺនាងរស់នៅក្នុងសមាគមជប៉ុននៅឯទីក្រុង Sao Paulo ក្នុងប្រទេសប្រេស៊ីលបន្ទាប់ពីលោក Takashi ដឹងអំពីរឿងរ៉ាវនោះហើយគាត់ក៏បានដកកំភ្លើងបាញ់ទៅលើកូនចៅរួមជាមួយនឹងបរិសុទ្ធម្នាក់នោះចោលតែម្ដងព្រោះថាលោក Takashi មិនចង់ឲ្យនរណាម្នាក់ដឹងអំពីរឿងនេះក្រៅពីគាត់នោះទេសាច់រឿងរបស់យើងនឹងក៏បានកាត់ទៅដល់បរិសុទ្ធម្នាក់ដែលមានរបួសនិងកំពុងតែដេកនៅក្នុងមន្ទីរពេទ្យហើយគាត់នឹងមានឈ្មោះថា Chiro នៅពេលដែលភ្ញាក់ពីសន្លប់មកវិញនឹងស្រាប់តែឃើញដៃគេនឹងបានជាប់ខ្នោះជាមួយនឹងគ្រែពេទ្យបាត់ទៅហើយក្រុមពេទ្យនៅទីនោះពេលដែលឃើញលោក Chiro ភ្ញាក់ពីសន្លប់មកវិញនឹងក៏បានយកដាវមួយរួចក៏យកទៅសួរលោក Chiro គឺថាមុនពេលដែលលោក Chiro ចូលមន្ទីរពេទ្យហ្នឹងគឺគាត់បានកាន់ដាវហ្នឹងតែបែរជាលោក Chiro ហ្នឹងប្រាប់ថាមិនដែលស្គាល់ដាវនោះទេព្រោះថាគាត់ហាក់បីដូចជាបាត់ការចងចាំហើយក្រុមពេទ្យហ្នឹងបន្ទាប់ពីឮលោក Chiro និយាយអញ្ចឹងហ្នឹងក៏នាំគ្នាយកដាវនោះទៅទុកវិញបន្ទាប់ពីក្រុមគ្រូពេទ្យហ្នឹងចេញទៅអស់ហ្នឹងលោក Chiro ហ្នឹងក៏បានដោះបដាបដាពេទ្យដែលនៅជាប់នឹងខ្លួនរបស់គេហ្នឹងចេញទាំងអស់ហើយថែមទាំងយកមកជុលនៅជាប់ខ្លួនរបស់គេហ្នឹងដោះខ្នោះចេញទៀតផងហើយក៏បានដើរចេញពីបន្ទប់ព្យាបាលនោះទាំងខ្លួនហ្នឹងអត់មានកៅអៅទេចេញតលិនតាន់មកបដ ហើយលោក Chiro ហ្នឹងក៏បានទៅរកកៅអៅស្លៀកពាក់នៅពេលដែលរកបានហើយហ្នឹងគាត់ក៏បានដើរទៅយកដាវតែក្រុមគ្រូពេទ្យហ្នឹងប្រាប់ថាដាវហ្នឹងជាដាវរបស់គាត់នៅពេលដែលគាត់បានយកដាវហ្នឹងហើយហ្នឹងគាត់ក៏បានលួចចេញពីមន្ទីរពេទ្យនោះចំណែកឲ្យលោក Takashi នេះវិញបន្ទាប់ពីសម្លាប់បរិសុទ្ធម្នាក់នោះហើយហ្នឹងដំណឹងហ្នឹងក៏បានលេចលឺទៅដល់ថ្នាក់ដឹកនាំដែលមានឥទ្ធិពលនៅក្នុងក្រុម Yakuza របស់ពួកគេហើយក៏បានហៅលោក Takashi ទៅជួបដើម្បីសួរពាក់ព័ន្ធជាមួយនឹងការសម្លាប់ទៅលើបរិសុទ្ធម្នាក់នោះព្រោះថាមនុស្សដែលត្រូវបានលោក Takashi សម្លាប់ហ្នឹងគឺជាមនុស្សរបស់បរិសុទ្ធម្នាក់ទៀតដែលគាត់នឹងហើយដែលបានរាយការណ៍អំពីរឿងរ៉ាវដែលលោក Takashi
ស៊ីសម្រាប់ទៅលើមនុស្សរបស់គាត់ហើយគាត់នឹងមានឈ្មោះថាលោកគូបូគាត់នឹងក៏ជាថ្នាក់ដឹកនាំម្នាក់ដែលនៅក្នុងក្រុមយ៉ាគូសាផ្សេងមួយទៀតដែលហេតុថាលោកតាកាស៊ីបានបំពេញទៅលើច្បាប់យ៉ាគូសាគឺគាត់នឹងបានសម្លាប់មនុស្សទៅពីទៅពីហើយថែមទាំងសម្លាប់មនុស្សនៅក្នុងក្រុមយ៉ាគូសាដោយគ្មានមូលហេតុច្បាស់លាស់ទៀតផងលោកតាកាស៊ីនឹងមិនចង់ឆ្លោះគ្នាជាមួយនឹងលោកគូបូលៀមនោះនឹងលោកតាកាស៊ីនឹងបានដកកូនកំបិតមកបំរុងនឹងកាត់ម្រាមដៃរបស់គាត់ដើម្បីទទួលវិន័យរបស់ក្រុមរៀបនឹងកាត់ហើយថ្នាក់ដឹកនាំកម្ពុជានៅទីនោះនឹងក៏បានខាត់នឹងបានប្រាប់ថានៅក្នុងក្រុមតែមួយនឹងមិនគួរឆ្លោះគ្នានោះទេលោកគូបូហើយលោកតាកាស៊ីនឹងក៏បានឈរទល់មុខគ្នានឹងបានជេរម៉ែគ្នាពីបិមាត់ហើយក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនសាច់រឿងយើងនឹងក៏បាននិយាយអំពីអាកាមីនេះវិញបន្ទាប់ពីរឿងកាត់ហេតុនៅក្នុងក្លឹបនោះហើយនឹងនាងក៏បានទៅសាក់រូបនៅនឹងដៃដែលរូបនោះនឹងគឺជារូបពងក្រួចដែលនាងបានឃើញរូបនឹងនៅក្នុងកន្សែងដែលប៉ារបស់នាងនឹងបានបន្សល់ទុកឲ្យចឹងហើយទើបនាងបានសាក់រូបពងក្រួចនោះនៅយប់នោះដែរនឹងយើងក៏បានឃើញលោកឈឺរ៉ូបន្ទាប់ពីគាត់ចេញពីមន្ទីរពេទ្យនោះមកនឹងគាត់ក៏បានអង្គុយមើលដាវដែលគាត់យកមកតាមខ្លួននោះឃើញនៅលើដាវនោះមានអក្សរជប៉ុនបែបបុរាណលោកឈឺរ៉ូឃើញហើយនឹងក៏មានអារម្មណ៍ថាដូចជាស្គាល់ដាវនោះតែដោយសារបាត់ការចងចាំទើបមិនដឹងថាហេតុអីក៏បានដាវនឹងមកនៅនឹងគេបន្ទាប់មកលោកឈឺរ៉ូនឹងក៏បានដើរទៅហាងមួយកន្លែងដែលហាងនឹងលក់ប្រដាប់ប្រដាបុរាណរបស់ជប៉ុននៅពេលដែលដើរទៅដល់នឹងគេក៏បានចូលទៅក្នុងហាងរួចក៏បានដកដាវនឹងឲ្យទៅម្ចាស់ហាងមើលហើយក៏បានសួរអំពីព័ត៌មានរបស់ដាវនោះតែម្ចាស់ហាងហាក់បីដូចជាដឹងអំពីព័ត៌មានដាវនោះព្រោះថាគិតថាលោកឈីរ៉ូទៅនឹងគឺដើម្បីលក់ដាវនោះទើបគាត់មិនបានប្រាប់ដើម្បីទិញដាវនោះក្នុងតម្លៃទាបភ្លាមនោះដែរនឹងលោកឈីរ៉ូនឹងក៏បានខឹងហើយក៏បានប្រើថោកដាវទៅលើគាត់ម្ចាស់ហាងនឹងក៏បានភ័យនឹងបានប្រាប់ថាដាវនោះមានឈ្មោះថាម៉ូរ៉ាម៉ាសាថែមទាំងមានមនុស្សជាច្រើនចង់បានដាវនឹងព្យាយាមមកហាងរបស់គាត់សួររកដាវម៉ូរ៉ាម៉ាសានោះភាគច្រើនអ្នកដែលមករកដាវនោះគឺជាជនជាតិជប៉ុនពួកគេគឺប្រហែលជាយ៉ាគូសាហើយលោកឈឺរ៉ូនឹងក៏បានសួរបន្ថែមទៀតអំពីឈ្មោះអ្នកដែលមករកដាវនេះម្ចាស់ហាងនឹងក៏បានប្រាប់ថាមិនស្គាល់ឈ្មោះនោះទេតែគាត់ស្គាល់អាស័យដ្ឋានអ្នកដែលមករកអេដមីនសូមបើកវងកញ្ចក់បញ្យល់កន្លែងដាវនឹងបន្តិចដាវនឹងប្រៀបដូចជាដំបងក្បាលឆ្កែរបស់ប៉ាក់ស្មោមអញ្ចឹងពេលដែលមានអាគេអាចកាន់កាប់ទៅលើដាវនឹងបានពួកគេនឹងអាចធ្វើជាមេធំរបស់ក្រុមយ៉ាគូសានៅក្នុងប្រទេសជប៉ុនទាំងមូលហ្មងអញ្ចឹងអេដមីនសូមបិទវងកញ្ចក់ហើយចូលសាច់រឿងរបស់យើងវិញយើងងាកមកមើលអាកាមីបន្ទាប់ពីនាងសាក់រួចនាងក៏បានត្រឡប់មកផ្ទះវិញបន្ទាប់មកនាងក៏បានទៅឈរនៅមុខវិញ្ញាណក្ខន្ធរបស់ឪពុកនាងនឹងបានលើកដៃបង្ហាញសាក់រូបពងក្រួចដែលនាងទើបតែសាក់ថ្មីនឹងឲ្យវិញ្ញាណក្ខន្ធឪពុករបស់នាងបានឃើញហើយនាងក៏ស្រាប់តែយំព្រោះថានាងតាំងពីតូចមកគឺគ្មានឪពុកម្ដាយនោះទេទើបធ្វើឲ្យនាងរស់នៅហាក់បីដូចជារងាឯកាប្រៀបដូចជាសត្វស្វាគ្មានចេកស៊ីចំណែកលោកឈឺរ៉ូបន្ទាប់ពីបានអាស័យដ្ឋានពីម្ចាស់ហាងនោះហើយមិនចាំយូរព្រឹកឡើងនឹងក៏បានទៅដល់តាមអាស័យដ្ឋាននោះតែម្ដងនឹងថែមទាំងបានចូលទៅក្នុងបន្ទប់តែមិនបានឃើញនរណានៅក្នុងបន្ទប់នោះឡើយស្របពេលនឹងដែរលោកតាកាស៊ីនឹងក៏បានមកដល់ទីក្រុងសាវប៉ាឡូនៅឯប្រទេសប្រេស៊ីលដែរព្រោះថាគាត់នឹងបានដឹងថាដាវម៉ូរ៉ាម៉ាសាស្ថិតនៅក្នុងទីក្រុងនឹងរួមជាមួយនឹងអាកាមីហើយនៅយប់ជាមួយគ្នាដែរនឹងអាកាមីកំពុងតែដើរទៅផ្ទះក៏បានជួបក្រុមមនុស្សដែលបានឆ្លោះគ្នាជាមួយនាងនៅក្នុងក្លឹបពួកគេទាំងអស់គ្នានឹងក៏បានដេញតាមចាប់ទៅលើអាកាមីរហូតទៅដល់ក្នុងផ្ទះរបស់នាងថែមទាំងបានចូលទៅដល់ក្នុងបន្ទប់របស់នាងទៀតផងពួកគេនឹងបំរុងនឹងធ្វើបាបទៅលើនាងក៏សັບតែបានឃើញលោកឈឺរ៉ូនឹងក៏បាននៅក្នុងបន្ទប់នឹងដែរគាត់នឹងក៏បានចេញជួយអាកាមីហើយដោយសារនៅក្នុងដៃរបស់បរិសុទ្ធពាក់អាវលឿងនឹងគេមានកាភ្លើងក៏បានបាញ់ទៅលើលោកឈឺរ៉ូនឹងបណ្ដាលលោកឈឺរ៉ូនឹងដួលទៅលើដីនឹងជ្រុះដាវចេញពីដៃហើយបរិសុទ្ធពាក់អាវលឿងនឹងបំរុងនឹងថែមមួយគ្រាប់ទៀតតែភ្លាមនឹងដែរអាកាមីក៏បានក្រោកឡើងរួចក៏បានចាប់ដាវរបស់លោកឈឺរ៉ូនឹងបានកាប់ទៅលើដៃបរិសុទ្ធពាក់អាវលឿងនោះដែលកំពុងតែកាន់កាភ្លើងតម្រង់ទៅលោកឈឺរ៉ូបណ្ដាលដៃរបស់គេនឹងដាច់ប៉ាត់ដោយគេកាប់ជើងជ្រូកខអញ្ចឹងលោកឈឺរ៉ូរួមជាមួយនឹងអាកាមីនឹងបំរុងនឹងរត់ចេញពីទីនោះក៏សັບតែយើងបានឃើញលោកតាកាស៊ីនឹងក៏បានមកដល់ទីនឹងដែរហើយនឹងលោកតាកាស៊ីក៏បានបាញ់សម្លាប់ទៅលើអ្នកទាំង3នោះបន្ទាប់ពីបានបាញ់អ្នកទាំង3ស្លាប់ហើយនឹងគាត់ក៏បានរត់តាមអ្នកទាំង2នោះវិញនៅពេលដែលលោកតាកាស៊ីនឹងតាមតអ្នកទាំង2លោកឈឺរ៉ូនឹងក៏បានប៉ះគ្នាជាមួយនឹងលោកតាកាស៊ីដល់ពីរអ្នកនឹងក៏បានវាយគ្នាតែម្ដងលោកឈឺរ៉ូនឹងបានយកដាវដើម្បីប្រយុទ្ធជាមួយនឹងលោកតាកាស៊ីហើយវាយចុះវាយឡើងនឹងក៏ធ្វើឲ្យដាវនឹងជ្រុះចេញពីដៃអាកាមីពេលដែលឃើញដាវជ្រុះនៅក្បែរខ្លួនរបស់គេនឹងគេក៏បានកាន់ដាវនោះរួចក៏រត់ចេញពីទីនោះមកចំណែកអ្នកទាំងពីរកំពុងតែវាយគ្នានៅវិញលោកឈឺរ៉ូនឹងក៏បានដាក់នាគវត្តកតុយទៅលើលោកតាកាស៊ីបណ្ដាលឲ្យគាត់សម្លាប់នៅទីនោះរាជអាកាសលោកតាកាស៊ីបាត់បង់ស្មារតីលោកឈឺរ៉ូនឹងក៏បានរត់ទៅតាមក្រោយអាកាមីរួចនាំគ្នាចូលទៅក្នុងចរាយន្តនៅពេលដែលបានចូលទៅដល់ក្នុងចរាយន្តនឹងហើយស្របពេលដែលលោកតាកាស៊ីនឹងក៏បានភ្ញាក់មកវិញនឹងបានតាមតអ្នកទាំងពីរទៀតហើយបានត្រឹមតែនៅក្រៅចរាយន្តសម្លឹងទៅអ្នកទាំងពីរតែប៉ុណ្ណោះព្រោះថាលោកឈឺរ៉ូនឹងបានវាយទៅលើលោកតាកាស៊ីខ្ទាតទៅខាងក្រោយរួចក៏បានទាញទ្វារចរាយន្តនោះបិទពេលនឹងដែរលោកតាកាស៊ីក៏បានស្រែកហៅអាកាមីតែមិនបានហៅឈ្មោះអាកាមីទេគឺហៅតែអាគីព្រោះថាគាត់មិនបានដឹងអាកាមីគេបានដូរឈ្មោះនោះទេអាកាមីរួមជាមួយនឹងលោកឈឺរ៉ូនឹងក៏បានជិះចរាយន្តចុះទៅជាន់ក្រោមចំណែកឲ្យលោកតាកាស៊ីនឹងក៏គាត់ជប់តាមដែរអាកាមីនឹងក៏បាននាំលោកឈឺរ៉ូនឹងទៅព្យាបាលរបួសនៅឯផ្ទះរបស់លោកសែនសៃហើយគាត់នឹងជាអ្នកជួយអាកាមីនៅក្នុងហេតុការណ៍បាញ់សម្លាប់គ្រួសាររបស់នាងនោះអាកាមីនឹងក៏បានជួយយកគ្រាប់កំភ្លើងចេញពីស្មារបស់លោកឈឺរ៉ូដែលត្រូវបានបរិសុទ្ធពាក់អាវលឿងនោះបាញ់នឹងបានសួរមូលហេតុអំពីលោកឈឺរ៉ូនឹងហេតុអីក៏តាមនាងលោកឈឺរ៉ូនឹងក៏បានដកដាវហើយក៏បានប្រាប់នាងថាដាវនេះជាដាវឪពុករបស់នាងមែនតែដែលមូលហេតុថាអាកាមីនាងមិនបានដឹងរឿងអតីតកាលនោះទេទើបគេប្រាប់ថាគេមិនដឹងថាដាវនេះជារបស់អ្នកណាទេហើយលោកឈឺរ៉ូនឹងក៏បានបន្ថែមទៀតថាគាត់នឹងចង់និយាយជាមួយនឹងតារបស់នាងអាកាមីក៏បានប្រាប់ថាតារ
របស់នាងបានស្លាប់យូរហើយបន្ទាប់ពីនាងបានជួយយកគ្រាប់កំភ្លើងចេញពីខ្លួនរបស់លោកឈឺរ៉ូហើយនាងនឹងក៏បានកាន់ដាវនោះរួចក៏ដើរចូលទៅក្នុងបន្ទប់របស់លោកសែនសៃរួចនឹងក៏បានទៅដើររុករមើលក៏ស្រាប់តែបានឃើញរូបថតមួយចំនួនដែលនៅក្នុងរូបថតនឹងមានរូបនាងរួមជាមួយនឹងគ្រួសាររបស់នាងហើយក៏បានឃើញបរិសម្នាក់ទៀតនៅក្នុងរូបថតនឹងដែរដែលរូបបរិសម្នាក់នោះនឹងគឺជាលោកតាកាស៊ីស្របពេលដែលនាងកំពុងតែមើលរូបថតនឹងលោកសែនសៃនឹងក៏បានមកដល់បន្ទប់របស់គាត់នៅពេលដែលអាហ្គាមីបានឃើញលោកសែនសៃហើយនឹងនាងក៏បានសួរថាបរិសម្នាក់នៅក្នុងរូបថតនឹងគឺជាអ្នកណាហើយក៏បានប្រាប់បន្ថែមទៀតថាបរិសម្នាក់នឹងកំពុងតែដេញសម្លាប់នាងលោកសែនសៃនឹងមិនបានឆ្លើយទៅលើសំណួររបស់អាហ្គាមីទេគាត់បានឃើញដាវមួយនៅលើតុរបស់គាត់ក៏បានចាប់ដាវនៅលើតុនោះរួចក៏បានដកមើលនឹងបានឃើញអក្សរបុរាណជប៉ុននៅលើដាវនោះគាត់ក៏បានប្រែទឹកមុខហាក់បីដូចជាមានការភ្ញាក់ផ្អើលជាខ្លាំងរួចក៏បានប្រាប់ទៅអាហ្គាមីថាដាវនឹងពាក់ព័ន្ធជាមួយនឹងអំពើក្បត់ហើយក៏អាចពាក់ព័ន្ធជាមួយនឹងការសម្លាប់គ្រួសាររបស់នាងផងដែរលោកសែនសៃនឹងក៏បានប្រាប់អាហ្គាមីឲ្យទៅជួបជាមួយនឹងលោកស្រីស៊ូកាហារ៉ាទៅប្រហែលជាលោកស្រីស៊ូកាហារ៉ាអាចជួយអ្វីទៅលើអាហ្គាមីបានចំណែកខ្លួនគាត់ផ្ទាល់គឺគាត់មិនអាចជួយទៅលើអាហ្គាមីបានទេនៅពេលដែលអាហ្គាមីឮឈ្មោះលោកស្រីស៊ូកាហារ៉ានាងក៏បានភ្ញាក់ផ្អើលព្រោះថាគាត់គឺជាមេរបស់នាងនៅឯកន្លែងធ្វើការបន្ទាប់ពីលោកសែនសៃគាត់បាននិយាយចប់អាហ្គាមីនឹងក៏បានចេញពីទីនោះភ្លាមដើម្បីទៅជួបជាមួយនឹងលោកស្រីស៊ូកាហារ៉ាតែម្ដងនឹងបានទុកលោកឈឺរ៉ូនៅឯផ្ទះរបស់លោកសែនសៃតែម្នាក់ឯងនៅពេលដែលភ្លាមនោះលោកឈឺរ៉ូនឹងក៏បានដើរចូលទៅក្នុងបន្ទប់របស់លោកសែនសៃដែរនឹងបានឃើញបាត់វត្តមានរបស់អាហ្គាមីរួចគេនឹងក៏បានសួរលោកសែនសៃថាអាហ្គាមីទៅណាបាត់ហើយលោកសែនសៃនឹងមិនបានប្រាប់ថាអាហ្គាមីទៅណាទេគាត់បែរជានិយាយចម្លែកថាតើលោកអាចនឹងសម្លាប់យើងដែរឬទេលោកឈឺរ៉ូនឹងគាត់ក៏មិនបានខ្វល់អំពីសម្ដីរបស់លោកសែនសៃដែរគេនឹងក៏បានដើរចេញពីផ្ទះរបស់លោកសែនសៃដើម្បីស្វែងរកអាហ្គាមីចំណែកអាហ្គាមីនេះវិញនាងក៏បានមកជួបមេស្រីរបស់នាងគឺជាលោកស្រីស៊ូកាហារ៉ានឹងឯងនាងក៏បានប្រាប់រឿងរ៉ាវទាំងអស់ឲ្យលោកស្រីស៊ូកាហារ៉ាបានដឹងចំណែកលោកស្រីស៊ូកាហារ៉ាក៏បានប្រាប់រឿងរ៉ាវមួយចំនួនឲ្យអាហ្គាមីបានដឹងផងដែរហើយគាត់ក៏បានដកអាស័យដ្ឋានមួយដែលតារបស់អាហ្គាមីនឹងបានផ្ញើទុកនៅនឹងគាត់រួចគាត់ក៏បានឲ្យទៅអាហ្គាមីនឹងបានប្រាប់ថាទៅតាមអាស័យដ្ឋាននឹងទៅនឹងបានដឹងរឿងរ៉ាវទាំងអស់ហើយនៅពេលដែលទទួលបានអាស័យដ្ឋាននោះហើយអាហ្គាមីមិនចាំយូរក៏បានឡើងទៅលើរថភ្លើងដើម្បីទៅតាមអាស័យដ្ឋាននោះចំណែកលោកឈឺរ៉ូនឹងក៏បានតាមអាហ្គាមីទៅដល់រថភ្លើងនោះដែរនឹងថែមទាំងរួមដំណើរទៅជាមួយនាងទៀតផងសាច់រឿងនឹងក៏បានកាត់ទៅដល់ផ្ទះរបស់អាហ្គាមីសាកសពបរិសុទ្ធទាំង3នាក់ដែលត្រូវបានលោកតាកាស៊ីបាញ់សម្លាប់នោះត្រូវបានប៉ូលីសចុះទៅត្រួតពិនិត្យមើលនិងប្រមូលភស្តុតាងហើយនៅភ្លាមនោះដែរយើងក៏បានឃើញវត្តមានរបស់លោកគូបូក៏បានទៅដល់ផ្ទះរបស់អាហ្គាមីផងដែរលោកគូបូនឹងក៏បានសម្លាប់ប៉ូលីសទាំងអស់នៅទីនោះព្រោះថាគាត់មកពីប្រទេសជប៉ុនក្នុងគោលបំណងសម្លាប់អាហ្គាមីហើយនឹងមកយកដាវមូរ៉ាម៉ាសាដើម្បីឲ្យគាត់នឹងក្លាយជាមេធំក្រុមយ៉ាគូសានៅឯប្រទេសជប៉ុនទាំងមូលតែម្ដងចំណែកអាហ្គាមីរួមជាមួយនឹងលោកឈឺរ៉ូនឹងក៏បានមកដល់តាមទីតាំងដែលលោកស្រីស៊ូកាហារ៉ានឹងបានឲ្យមកបន្ទាប់មកនឹងអ្នកទាំងពីរនឹងក៏បានដើរចូលទៅក្នុងផ្ទះនោះក៏បានជួបនឹងបរិសុទ្ធចំណាស់2នាក់ដែលពួកគាត់នឹងបានប្រាប់ថាមិនស្វាគមន៍អ្នកទាំងពីរនោះទេនៅពេលនឹងដែរនឹងអាហ្គាមីក៏បានដកដាវឲ្យបរិសុទ្ធចំណាស់2នាក់នោះបានឃើញនៅពេលដែលពួកគាត់បានឃើញដាវនោះគាត់ក៏បានអោនគោរពទៅលើដាវនឹងហើយក៏មានស្ត្រីចំណាស់ជនជាតិជប៉ុនម្នាក់ទៀតបានចេញមកនឹងបានហៅឲ្យអាហ្គាមីចូលទៅខាងក្នុងចំណែកលោកឈឺរ៉ូចាំនៅខាងក្រៅនឹងហើយនៅពេលដែល2នាក់គាត់បានចូលទៅដល់ខាងក្នុងបាត់នៅសល់តែលោកឈឺរ៉ូនៅជាមួយនឹងអ៊ំប្រុស2នាក់នៅខាងក្រៅនេះអ៊ំប្រុសទាំង2នាក់ហ្នឹងក៏បានដោះអាវឲ្យលោកឈឺរ៉ូមើលពួកគាត់ទាំង2នាក់ហ្នឹងគឺជាក្រុមយ៉ាគូសាសាក់ពេញខ្លួនអ្នកទាំង3នាក់ហ្នឹងក៏បានសើចលេងនៅខាងក្រៅនឹងទៅចំណែកអាហ្គាមីនាងក៏បានទៅជួបនឹងបរិសុទ្ធជនជាតិជប៉ុនម្នាក់ទៀតដែលមានវ័យចំណាស់គឺគាត់ហ្នឹងជាមិត្តភក្តិរបស់តាអាហ្គាមីនៅពេលដែលបានជួបបរិសុទ្ធវ័យចំណាស់ម្នាក់នោះហើយអាហ្គាមីក៏បានដករូបថតមួយសន្លឹកដែលមានរូបតារបស់នាងរួមជាមួយនឹងគ្រួសាររបស់នាងផងដែរហ្នឹងឲ្យទៅបរិសុទ្ធចំណាស់ម្នាក់នោះមើលនឹងបានចង្អុលទៅរូបមួយដែលរូបនោះគឺជារូបរបស់លោកតាកាស៊ីហើយអាហ្គាមីក៏បានសួរទៅអ៊ំប្រុសនោះថាបរិសុទ្ធនៅក្នុងរូបភាពហ្នឹងគឺជានរណាមិនបានជាគេហ្នឹងតាមសម្រាប់នាងហើយគេហ្នឹងមិនមែនដែលជាឃាតករសម្រាប់គ្រួសាររបស់នាងអ៊ំប្រុសម្នាក់ហ្នឹងក៏បានប្រាប់ទៅអាហ្គាមីថាគេហ្នឹងមិនមែនជាឃាតករនោះទេហើយរឿងផ្សេងដែលពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់អាហ្គាមីគឺគាត់ម្នាក់ឯងមិនអាចឆ្លើយបានទេចឹងហើយទើបអ៊ំស្រីម្នាក់ដែលបានជូនអាហ្គាមីមកដល់ទីហ្នឹងគាត់ក៏បានឲ្យអាហ្គាមីហ្នឹងទៅមុជទឹកលាងខ្លួនចេញសិនទៅតាមស្អែកព្រឹកគាត់នឹងនាំនាងទៅកន្លែងមួយទៀតបន្ទាប់ពីអាហ្គាមីរួមជាមួយនឹងស្ត្រីចំណាស់ម្នាក់នោះចេញផុតពីកន្លែងនោះអ៊ំប្រុសម្នាក់នោះក៏បានទៅខលទូរស័ព្ទគឺគាត់ខលទៅលោកតាកាស៊ីឲ្យគាត់នឹងប្រញាប់មកទីហ្នឹងដែរចំណែកលោកឈីរ៉ូនេះវិញក៏ត្រូវបានបរិសុទ្ធចំណាស់2នាក់ដែលនៅខាងក្រៅនឹងធ្វើឲ្យគេស្លាប់រួចហើយនឹងក៏បានយកលោកឈីរ៉ូនឹងទៅឃុំនៅក្នុងបន្ទប់មួយពេលវេលានៅពេលយប់ក៏បានឈានចូលមកដល់អាហ្គាមីនាងមិនបានគេងលក់នោះទេនាងក៏បានដើរទៅដើរមកនៅក្នុងបន្ទប់នោះព្រាមនោះដែរស្ត្រីវ័យចំណាស់នោះក៏បានមកដល់ដែលអ៊ំស្រីម្នាក់ហ្នឹងគាត់បានដឹងថាអាហ្គាមីនាងគេងមិនលក់ទើបអ៊ំស្រីម្នាក់ហ្នឹងគាត់សម្រេចចិត្តជូនអាហ្គាមីទៅកន្លែងនោះទាំងយប់តែម្ដងនៅពេលដែលអ្នកទាំងពីរទៅដល់កន្លែងហ្នឹងហើយអាហ្គាមីឃើញកន្លែងនោះក៏សិតតែភ្នោខ្មោចហើយអាហ្គាមីនឹងក៏បានរកឃើញភ្នោរបស់តាគេហើយទាំងបានរកឃើញប្រអប់ឈើមួយដែលបានលាក់ទុកនៅក្រោមផ្លាកឈ្មោះនៃភ្នោនោះហើយនៅក្នុងប្រអប់ឈើនោះក៏មានកសែតមួយច្បាប់ផងដែរនៅក្នុងខ្លឹមសារកសែតនោះនិយាយអំពីឃាតកម្មកើតឡើងនៅក្នុងក្រុមគ្រួសារមួយដែលត្រូវបានគេសម្លាប់ទាំងអស់ហើយក៏នៅសល់សមាជិកកូនស្រីម្នាក់នៅក្នុងក្រុមគ្រួសារនោះក៏ត្រូវបាត់ខ្លួនផងដែរហើយក្មេងស្រីដែលបាននៅរស់នឹងបាត់ខ្លួននៅក្នុងហេតុការណ៍នោះគឺអាហ្គាមីនឹងឯងនៅអំឡុងពេលដែលនាងបានមើលកសែតនោះយើងក៏បានឃើញវត្តមានរបស់លោកតាកាស៊ីក៏បានមកដល់ទីនេះនឹងបានប្រាប់អាហ្គាមីថាគាត់មិនមែន
មែនមកសម្រាប់នាងនោះទេគឺគាត់មកតាមដើម្បីការពារនាងហើយគាត់ថែមទាំងហៅឈ្មោះអាកាមីថាអាគីដែលឈ្មោះអាគីគឺជាឈ្មោះនាងកាលពីនាងនៅតូចនៅស្រាប់ពេលដែលកំពុងតែនិយាយគ្នានោះក្រុមរបស់លោកគូបូក៏បានមកដល់ទីនឹងដែរគឺមកតាមសម្រាប់ទៅលើអាកាមីដែលជាកូនស្រីរបស់មេធំយ៉ាគូសានៅឯប្រទេសជប៉ុននឹងចង់ដណ្ដើមយកដាវមូរ៉ាម៉ាសាដើម្បីក្លាយជាមេធំក្រុមយ៉ាគូសានៅក្នុងស្ថានភាពគ្រោះថ្នាក់អាកាមីនឹងនាងមិនមានជំរើសនោះទេនាងក៏ព្រមជឿទៅលើលោកតាកាស៊ីទាំងបង្ខំចិត្តនឹងរួមដៃជាមួយនឹងលោកតាកាស៊ីដើម្បីសម្លាប់គ្នារបស់លោកគូបូនៅទីនោះតែម្ដងចំណែកលោកឈីរ៉ូបន្ទាប់ពីងើបពីស្លាប់មកវិញនឹងគាត់ក៏បានរំដោះខ្លួនចេញពីបន្ទប់ឃុំឃាំងនោះនឹងបានដើរចេញមកខាងក្រៅស្រាប់តែឃើញអ៊ំប្រុសអ៊ំស្រីដែលបានឃុំខ្លួនគេនឹងត្រូវបានស្លាប់អស់ហើយដែលរឿងទាំងអស់នឹងគឺជាស្នាដៃរបស់លោកគូបូនឹងឯងចំណែកលោកតាកាស៊ីរួមជាមួយនឹងអាកាមីកំពុងតែសម្លាប់ទៅលើកូនចៅរបស់លោកគូបូដើម្បីរំដោះខ្លួនគេនឹងចេញពីកន្លែងនឹងមកចំណែកលោកគូបូនេះវិញក៏បានចាប់លោកអ៊ំម្នាក់ដើម្បីយកទៅសួរចម្លើយហើយអ៊ំប្រុសម្នាក់នឹងមិនបានប្រាប់អ្វីទៅលោកគូបូនោះទេហើយថែមទាំងជេរទៅលើលោកគូបូទៀតផងក៏បានធ្វើឲ្យលោកគូបូខឹងនឹងបានកាត់ក្បាលអ៊ំប្រុសម្នាក់នោះចោលប្រៀបដូចជាកាត់ក្បាលត្រីស្ងោរជ្រក់អញ្ចឹងយើងងាកមកមើលលោកតាកាស៊ីរួមជាមួយនឹងអាកាមីបំរុងនឹងឡើងលើឡានបើកចេញពីទីនោះក៏ស្រាប់តែមានកូនចៅរបស់លោកគូបូបានចេញមុខនឹងបានបាញ់កំភ្លើងទៅលើពួកគេតែពេលនឹងសំណាងក៏មានលោកឈីរ៉ូនឹងក៏ចេញមកជួយថែមទាំងបានចាប់កូនចៅរបស់លោកគូបូនឹងកាត់កដោយកាត់កមាន់បាញ់ឈាមឆ្វាចពេញនឹងលោកតាកាស៊ីក៏ឆ្លៀតឱកាសនឹងក៏បានហៅអាកាមីឡើងលើឡាននឹងបានបើកចេញតែអាកាមីនឹងក៏បានប្រាប់ទៅលោកតាកាស៊ីថាចាំលោកឈីរ៉ូនឹងជួយគាត់ផងហើយក៏ត្រូវបានលោកតាកាស៊ីនឹងប្រាប់ថាគេនឹងឲ្យដែលជាអ្នកសម្លាប់គ្រួសាររបស់នាងអាកាមីនឹងបន្ទាប់ពីបានលឺអញ្ចឹងនឹងនាងក៏បានសប្បាយដែរអ្នកទាំងពីរនឹងបន្ទាប់ពីបានបើកឡានចេញពីកន្លែងនោះមកសាច់រឿងនឹងក៏បានកាន់មកដល់ពេលព្រឹកហើយបន្ទាប់ពីព្រឹត្តិការណ៍ពីយប់មិញនឹងលោកតាកាស៊ីនឹងក៏បានត្រូវគ្រាប់កំភ្លើងមួយគ្រាប់នៅចំជើងរបស់គាត់ហើយគាត់ក៏បានចុះពីឡាននឹងយកកំបិតមកឆ្កឹះគ្រាប់ដែលជាប់នៅនឹងជើងរបស់គាត់នឹងចេញដោយគាត់អង្គុយឆ្កឹះបណ្ដានឹងបានរៀបរាប់អំពីសាច់រឿងរបស់អាកាមីបណ្ដាដោយលោកតាកាស៊ីនឹងក៏បានប្រាប់ការពិតទៅអាកាមីថាមនុស្សដែលនាងបានគោរពជាលោកតារាល់ថ្ងៃនឹងគឺមិនមែនលោកតារបស់នាងនោះទេដែលបរិសម្នាក់នឹងមានឈ្មោះថារ៉េនអូស៊ីម៉ាឬហៅឈ្មោះក្រៅថាដៃសុកេគាត់នឹងមិនបានជាប់សាច់ឈាមឬបងប្អូនជាមួយនឹងអាកាមីនោះទេគឺលោកដៃសុកេនឹងគាត់គ្រាន់តែជាអង្គរៈដៃស្ដាំរបស់លោកតាកាស៊ីតែប៉ុណ្ណោះចំណែកឯឪពុករបស់អាកាមីវិញគាត់មានឈ្មោះថាអាគីរ៉ាតាគីកាវ៉ាដែលគាត់នឹងគឺជាមេធំនៃក្រុមយ៉ាគូសាដ៏ខ្លាំងក្លាម្នាក់នៅក្នុងប្រទេសជប៉ុនគាត់បានកាន់តំណែងយូរជាងគេដោយហេតុថាគាត់មានឥទ្ធិពលនិងល្បីខ្លាំងពេកដោយមានអ្នកផ្សេងនឹងមានភាពច្រណែននិងចង់ដណ្ដើមតំណែងពីគាត់ទើបរៀបគម្រោងការនឹងសម្រាប់គ្រួសារគាត់ចោលទាំងអស់តែម្ដងគឺរួមទាំងអាកាមីផងដែរគឺផ្ដាច់ពូជមិនឲ្យមានអ្នកណាស្នងតំណែងនោះទេចំណែកលោកឈីរ៉ូវិញក៏បាននៅក្នុងព្រឹត្តិការណ៍សម្រាប់គ្រួសាររបស់អាកាមីនោះផងដែរគេនឹងជាមនុស្សចំណិតនៅក្បែរខ្លួនឪពុករបស់អាកាមីហើយលោកឈីរ៉ូនឹងហើយដែលជាមនុស្សទី1ដែលគេបានសង្ស័យថាគឺជាក្រុមក្បត់ហើយបន្ទាប់ពីព្រឹត្តិការណ៍សម្រាប់រង្គាលនៅក្នុងគ្រួសាររបស់អាកាមីនោះមកលោកឈីរ៉ូរួមជាមួយនឹងដាវមូរ៉ាម៉ាសានឹងក៏បានបាត់ខ្លួនជារៀងរហូតមកគឺក្រុមឃាតករនឹងចង់សម្លាប់លោកឈីរ៉ូចោលទៅពេលហ្នឹងនៅដើមរឿងយើងក៏បានឃើញលោកឈីរ៉ូនឹងនៅក្នុងមន្ទីរពេទ្យហើយគាត់នឹងក៏បានបាត់ការចងចាំមិនដឹងថាខ្លួនឯងនឹងជានរណានោះទេតបពីអាកាមីបានដឹងរឿងរ៉ាវការពិតរបស់នាងហើយនៅពេលដែលយប់ឡើងនឹងលោកតាកាស៊ីនឹងក៏បាននាំអាកាមីទៅសងសឹកលោកតាកាស៊ីនឹងក៏បាននាំអាកាមីទៅកន្លែងរបស់គាត់តែនៅពេលដែលកំពុងតែដើរនឹងអាកាមីក៏បានប្រាប់ទៅលោកតាកាស៊ីថានាងមិនចង់សងសឹកអ្វីនោះទេគឺនាងចង់រស់នៅបែបជីវិតធម្មតាតែប៉ុណ្ណោះទាំងពីរនាក់កំពុងតែដើរចូលទៅខាងក្នុងភ្លាមនោះដែរនឹងអាកាមីនឹងក៏បានកិច្ចខ្លួនបាត់គឺនាងកិច្ចខ្លួនទៅផ្ទះរបស់លោកសែនសៃតែនៅពេលដែលទៅដល់ផ្ទះរបស់លោកសែនសៃនឹងក៏បានឃើញលោកសែនសៃដេកស្លាប់នៅលើការ៉ូបាត់ទៅហើយដែលស្នាដៃនឹងគឺជាស្នាដៃរបស់លោកគូបូនឹងឯងរាប់ពេលនោះដែរនឹងចៃដន្យលោកឈីរ៉ូនឹងក៏បានមកដល់ផ្ទះរបស់លោកសែនសៃដែរហើយគេនឹងក៏មិនទាន់មានការចងចាំមកវិញទេមិនចាំយូរនឹងអាកាមីបានឃើញលោកឈីរ៉ូនៅទីនឹងដែរនឹងក៏បានវាយទៅលើលោកឈីរ៉ូយកតែម្ដងវាយរហូតដល់លោកឈីរ៉ូនឹងដួលទៅលើការ៉ូនឹងបានឈាមក្បាលរហាចនៅពេលដែលបានវាយហើយនឹងអាកាមីនឹងក៏បាននិយាយទៅលោកឈីរ៉ូថាគឺលោកជាអ្នកសម្លាប់គ្រួសាររបស់ខ្ញុំនៅពេលនឹងដែរនឹងលោកតាកាស៊ីនឹងក៏បានមកដល់ទីនឹងដែររួចក៏បានដកកំភ្លើងបំរុងនឹងបាញ់ទៅលើលោកឈីរ៉ូចោលតែម្ដងឯក៏ត្រូវបានអាកាមីនាងខាត់មិនឲ្យសម្លាប់ទៅលើលោកឈីរ៉ូនោះទេហើយនាងបាននិយាយថានាងនឹងធ្វើសង្គ្រាមនេះបន្តទៀតជាមួយនឹងលោកតាកាស៊ីហើយអ្នកទាំងពីរនឹងក៏បានចាក់ចេញពីកន្លែងនោះមកដោយលោកតាកាស៊ីរួមជាមួយនឹងអាកាមីនឹងមានបំណងចង់ទៅប្រទេសជប៉ុនវិញគឺទៅតាមរយៈកប៉ាល់ទឹកដោយដំបូងអ្នកទាំងពីរត្រូវឡើងទៅលើដំបូលអគារមួយដើម្បីជាអធម្មភេសជ្ជៈទៅកំពង់ផែនៅពេលដែលកំពុងដើរតាមផ្លូវនឹងក៏មានកូនចៅម្នាក់ស្ទាក់នៅពីមុខនឹងបានប្រាប់ថាឲ្យពួកគេចូលទៅក្នុងអគារនោះទៅជាផ្លូវកាត់លោកតាកាស៊ីរួមជាមួយនឹងអាកាមីនឹងក៏បានចូលទៅក្នុងអគារនោះនៅពេលដែលពួកគេនឹងបានចូលបានបន្តិចទើបដឹងថាកូនចៅរបស់លោកតាកាស៊ីនឹងបានក្បត់គាត់ហើយពេលនឹងដែរនឹងលោកតាកាស៊ីរួមជាមួយនឹងអាកាមីនឹងក៏ត្រូវបានកូនចៅទាំងអស់នឹងព្រួតវាយឈុតឆាកកាប់ចាក់គ្នានៅទីនោះនឹងក៏បានចាប់ដើមឡើងតែម្ដងបែកឈាមខ្ចាយពេញនឹងអ្នកទាំងពីរនឹងក៏បានសម្លាប់កូនចាប់កូនព្រាបងាប់ខ្ទេចនៅទីនោះហើយក៏បន្តដំណើរឡើងទៅលើដំបូលអគារដើម្បីរងចាំអធម្មភេសជ្ជៈមកដល់នៅពេលដែលអ្នកទាំងពីរនាក់នឹងបានឡើងទៅដល់ដំបូលអគារហើយពួកគេនឹងក៏បានឃើញលោកគូបូក៏នៅទីនោះដែរលោកគូបូនឹងក៏បានចាប់លោកឈីរ៉ូឡើងលើអគារនោះផងដែរនឹងបាននិយាយទៅអាកាមីថានាងពិតជាជឿបរិសម្នាក់ដែលឈរនៅក្បែរនាងនឹងមែនទេអាកាមីពេលហ្នឹងក៏មានអារម្មណ៍ថារៀងស្ទាក់ស្ទើរដែរតែនាងមិនបាននិយាយអ្វីនោះទេភ្លាមនឹងដែរលោកតាកាស៊ីនឹងក៏បានដើរដំណងទៅលោកគូបូហើយស្ដីឲ្យលោកគូបូថាគេនឹងគ្មានថ្ងៃដឹងអំពីការស្លាប់ដែលមានកិត្តិយសនោះទេចំណែកលោកគូបូក៏ថាឲ្យលោកតាកាស៊ីវិញដែរហើយនិយាយថាវាគ្មានអីខុសគ្នានោះទេគឺស្លាប់ដូចតែគ្នាពេល
ដែលនិយាយចប់នោះលោកគូបូនឹងក៏បានដកដាវចាក់ទៅលើលោកតាកាស៊ីយកតែម្ដងពេលនឹងហើយលោកតាកាស៊ីនឹងក៏បានតេវែកបាត់ទៅហើយក៏បានបន្សល់ទុកត្រឹមតែអាកាមីម្នាក់គត់លោកគូបូបន្ទាប់ពីសម្លាប់ទៅលើលោកតាកាស៊ីរួចហើយគាត់ក៏បានងាកទៅនិយាយជាមួយនឹងអាកាមីម្ដងដោយគាត់បាននិយាយសុភាសិតជប៉ុនមួយឃ្លាដើម្បីឌឺទៅអាកាមីដែលសុភាសិតនោះមានន័យថាកុំជួលជនបរទេសធ្វើកិច្ចការធំឲ្យជនជាតិជប៉ុនគឺនិយាយសំដៅទៅឪពុករបស់អាកាមីដែលបានជួលលោកឈឺរ៉ូនោះធ្វើជាអង្គរៈតែបែរជាត្រូវបានលោកឈឺរ៉ូនឹងក្បត់នឹងបានសម្លាប់ក្រុមគ្រួសាររបស់អាកាមីទាំងមូលតែម្ដងចំណែកលោកឈឺរ៉ូដែលបានឈរក្បែរនោះវិញគាត់បានធ្វើភ្នែកលេក់លក់ដោយសារគាត់បាត់ការចងចាំលោកគូបូនោះក៏បានដៀលទៅលើអាកាមីបន្ថែមទៀតថាតើលោកតារបស់នាងនឹងមិនចេះបដៅទេអីហើយឪពុករបស់នាងនឹងក៏ប្រហែលជាមិនដែលបង្រៀនឲ្យនាងចេះមើលមនុស្សដែរហើយគាត់នឹងក៏បានហៅឈ្មោះពិតរបស់អាកាមីដោយហៅថាអាគីអាកាមីនឹងក៏បានខឹងនឹងបានប្រាប់ថានាងមិនមែនឈ្មោះអាគីទេគឺនាងឈ្មោះអាកាមីនៅពេលដែលកំពុងនិយាយគ្នានឹងលោកឈឺរ៉ូនឹងក៏បានលួចយកកំភ្លើងរួចក៏បានបាញ់កូនចៅរបស់លោកគូបូនៅក្បែរនោះស្លាប់អស់សល់តែលោកគូបូតែម្នាក់ឯងអាកាមីនាងក៏បានដកដាវឈុតឆាកសាមរ៉ៃកាប់គ្នាក៏បានចាប់ដើមឡើងវាយគ្នាស៊ីសាច់ហត់ឈាមនៅលើដំបូលអគារនោះនៅពេលដែលចុងក្រោយអាកាមីនិងលោកគូបូនឹងក៏បានប្រើក្បាច់ពិសេសដោយលោកគូបូនឹងបានធ្វើឲ្យអាកាមីរបួសពោះបន្ទាប់មកនឹងលោកគូបូនឹងក៏បានដើរងាកក្រោយតម្រង់ទៅអាកាមីតែពេលហ្នឹងអាកាមីនាងបានរបួសពោះមែនតែចំណែកឯលោកគូបូនោះគឺរបួសកយកតែម្ដងគាត់នឹងបានដើរតម្រង់ទៅអាកាមីបានតែបន្តិចក៏លុតជង្គង់ចុះហើយរបួសចំកគាត់នឹងក៏បានបាញ់ឈាមខ្ចាយពេលហ្នឹងអាកាមីក៏បានត្រឡប់មកក្រោយវិញបន្ទាប់មកលើកដាវឡើងកាប់ក្បាលរបស់លោកគូបូដាច់ផឹងបន្ទាប់ពីបានកាត់ក្បាលរបស់លោកគូបូហាក់បីដូចជាកាត់ក្បាលជ្រូករួចហើយនាងក៏បានដើរតម្រង់ទៅលោកឈឺរ៉ូបានយកជើងរបស់នាងរុញទៅលើខ្លួនរបស់លោកឈឺរ៉ូឲ្យផ្ងាឡើងហើយលោកឈឺរ៉ូនឹងក៏បានប្រាប់ទៅអាកាមីថាគាត់នឹងមិនបានកុហកអាកាមីនោះទេតែដោយសារគាត់បាត់ការចងចាំហើយសាច់រឿងរបស់យើងនឹងក៏បានបញ្ចប់ទៅត្រឹមហ្នឹងដោយមិនបានបញ្ជាក់ថាអាកាមីនឹងបានសម្លាប់ទៅលើលោកឈឺរ៉ូឬអត់នោះទេដោយអាកាមីនឹងនាងបន្សល់ត្រឹមតែពាក្យថាសង្គ្រាមរបស់ខ្ញុំចាប់ពីថ្ងៃនេះគឺជាសង្គ្រាមរបស់លោកសូមអរគុណសម្រាប់ការទស្សនាហើយបើសិនជា admin ហៅឈ្មោះរបស់តួអង្គខុសសូមអភ័យទោសផងព្រោះថា admin ព្យាយាមកែតម្រូវឈ្មោះតួអង្គឲ្យងាយស្រួលហៅសូមជម្រាបសួរសូមជម្រាបលាបាយបាយចង់បានរំពេចស្អាតងាយស្រួលការតដល់ខ្លួនឯងបានដែលសាកជាមួយនឹងរំពេចខាង MD បានដែលក្នុងមួយឈុតក៏បានរកដល់10ដងជាងចំណាយលុយតិចខ្លាំងមែនតើគុណភាពល្អអត់ប៉ះពាល់ដល់ផ្នែកនិងសរសៃរំពេចធម្មជាតិបងៗចិត្តអាចហៅទិញបាននិងសាកសួរព័ត៌មានបន្ថែមនៅក្នុង page Lilasis បានណាបង